bà xôm chụp số để mật phục bài bong bóng bà ngàyนี้ខ្ញុំសូមណែនាំអំពីប្រទាលមួយប្រភេទបាទប្រទាលនេះមានឈ្មោះថាប្រទាលអេសីក្រុងឆេះប្រទាលក្រុងឆេះឬមួយក៏ប្រទាលមហាចម្ពូអញ្ចឹងប្រទាលហ្នឹងគឺហៅទៅតាមតំបន់ទេដែលភាគច្រើនគេស្គាល់តគ្នាឬមួយក៏នៅក្នុងឯកសារមួយចំនួនឃើញសរសេរថាប្រទាលអេសីក្រុងឆេះឬមួយក៏ប្រទាលមហាចម្ពូបាទអញ្ចឹងប្រទាលមហាចម្ពូគឺមានលក្ខណៈបែបនេះឯងបាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញចំណុចសំខាន់ពីរទី1របៀបដាំហើយទី2អត្ថប្រយោជន៍នៃប្រទាលហ្នឹងតើគេប្រើប្រាស់ទៅលើអ្វីខ្លះអញ្ចឹងខ្ញុំសូមរៀបរាប់អំពីអត្ថប្រយោជន៍ក៏ដូចជាការប្រើប្រាស់ប្រទាលហ្នឹងមុនអញ្ចឹងប្រទាលហ្នឹងគឺប្រើប្រាស់ចាំបាច់បំផុតសម្រាប់រោគស្ត្រីធ្លាក់ឈាមខាត់ឈាមឬមួយក៏ក្រំក្នុងនៅក្នុងឯកសារមួយចំនួនបានលើកឡើងថាប្រទាលហ្នឹងគឺត្រូវទៅនឹងជំងឺក្រំគ្រាក្នុងបាទហើយការប្រើប្រាស់នៃប្រទាលហ្នឹងគឺយើងប្រើប្រាស់ទាំងអស់តែម្ដងទាំងស្លឹកទាំងមើមបាទយើងប្រើទាំងពីរហ្នឹងគឺទាំងស្លឹកទាំងដើមទាំងមើមតែម្ដងគឺប្រើទាំងអស់តែម្ដងសម្រាប់ប្រទាលហ្នឹងហើយប្រទាលហ្នឹងគឺមានលក្ខណៈងាយស្រួលមែនតើគឺសម្រាប់ដាំដុះបាទមិនពិបាកទេសម្រាប់ការដាំដុះហ្នឹងអញ្ចឹងប្រទាលហ្នឹងមុនដំបូងគឺមានតែមួយផើងប៉ុណ្ណេះទេហើយដោយសារតែយាយគាត់តែងតែមកបេះមកសុំវាចិត្តអស់ហើយនេះគឺនៅសល់តែប៉ុណ្្នឹងទេហើយដោយសារតែខ្ញុំគាត់ថាខ្លាចអស់អញ្ចឹងគឺខ្ញុំទិញថែមមកទៀតទិញថែមមកនេះគឺដាំទៅនៅពេលដែលពួកគាត់ត្រូវការគឺខ្ញុំនឹងឲ្យគាត់ដកយកទៅដាំនៅឯផ្ទះតែម្ដងបាទយើងចែកគ្នាធ្វើបុណ្យអញ្ចឹងប្រទាលហ្នឹងរបៀបដាំដូចខ្ញុំបានលើកឡើងអញ្ចឹងគឺអត់ពិបាកក្នុងការដាំទេគឺយើងដាំលើដីផ្ទាល់ក៏បានដាំដាក់ផើងដាក់ថូក៏បានដែរហើយរបៀបនៃការដាំគឺយើងរៀបចំដីទៅខ្ញុំមានកង់ឡានប៉ុណ្ណឹងហើយនឹងផើងមួយទៀតសម្រាប់ដាំប្រទាលហ្នឹងអញ្ចឹងយើងរៀបចំដីឲ្យបានស្អាតរៀបចំឲ្យបានស្អាតរៀបរយហើយគឺយើងយកមើមយកមកដាំមកអញ្ចឹងប្រទាលហ្នឹងគឺយើងដាំមើមបាទយកមើមយកកូនខ្នែងហ្នឹងគឺបំបែកយកមកដាក់ដាំមកបាទគឺងាយហើយលឿនមែនតើហើយសម្រាប់ប្រទាលនេះគឺខ្ញុំដាំតាំងពីចាប់ផ្ដើមដែលខ្ញុំដាក់កូននៅក្នុងដីនឹងមកគឺរហូតមកដល់ឥឡូវហ្នឹងគឺមានរយៈពេល26ថ្ងៃគត់បាទអញ្ចឹងគឺងាយស្រួលក្នុងការដាំដុះមែនតើហើយប្រទាលហ្នឹងយើងមើលគឺស្អាតប្លែកម្យ៉ាងគឺមានផ្កាពណ៌សបាទហើយផ្កាពណ៌សហើយច្រើនតែរីកពេលល្ងាចបាទម៉ោង5អីហ្នឹងគឺចាប់ផ្ដើមរីកហើយស្មើនឹងអត់ទាន់រីកទេបាទហើយនេះផ្កាវាចិត្តរីកអញ្ចឹងល្ងាចម៉ោង5គឺតែងតែរីកហើយយើងមើលស្លឹកទៅគឺស្តៀងទៅនឹងត្នោតចោតបាទហើយត្នោតចោតគឺខុសគ្នាត្រង់តែផ្កាត្នោតចោតគឺមានផ្កាពណ៌លឿងហើយមើមវាគឺលក្ខណៈមានជាតិម្សៅហើយចាក់ជ្រៅទៅក្នុងដីចំណែកឯប្រទាលក្រុងឆេះនេះគឺមើមវាគឺលក្ខណៈក្រហមស្តៀងទៅនឹងក្រទឹមក្រហមបាទគឺដូចទៅនឹងក្រទឹមក្រហមហ្នឹងគឺដូចខ្ទឹមក្រហមដូចគ្នាបាទហើយស្លឹកក៏ស្តៀងទៅនឹងត្នោតចោតដែរហើយនេះគឺដុះល្អមែនតើបាទត្រឹមតែ26ថ្ងៃទេគឺដុះពេញតែម្ដងហើយខ្ញុំនេះគឺទុកសម្រាប់អ្នកដែលត្រូវការយកមកធ្វើថ្នាំអីហ្នឹងគាត់នឹងមករកហើយមុនដំបូងមានតែប៉ុណ្ណេះទេហើយចិត្តអស់គាត់មកដកមកបេះមកបោចរហូតគាត់លួចមិនហ៊ានសុំទេតែឥឡូវខ្ញុំដាំឲ្យច្រើននឹងប្រាប់ពួកគាត់ហើយបើថាត្រូវការគឺយកទៅដាំនៅឯផ្ទះតែម្ដងបាទកុំឲ្យពិបាកត្រូវការយើងចាំបាច់មករកនៅនេះឆ្ងាយបាទហើយប្រទាលហ្នឹងគឺមិនត្រឹមតែដាំលម្អទេបាទគឺមានត្រូវទាំងថ្នាំហើយលម្អទៀតយើងមើលទៅខៀវបៃតងស្អាតបាទហើយផ្កាវិញគឺពណ៌សបាទផ្កាសបាទអញ្ចឹងសម្រាប់របៀបនៃការដាំប្រទាលអេសីក្រុងឆេះឬមួយក៏មហាចម្ពូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទគឺអត់ពិបាកទេបាទសូមអរគុណ